ចាជំរាបសួរអស់លោករស្រីអ្នកនាងកញ្ញាជាទីមេត្រីដោយសារមានសំណួរពីប្រជាពលរដ្ឋយើងដែលគាត់ឆ្ងល់ថាជាក់ស្ដែងថ្មីនេះមានករណីចរាចរណ៍មួយកាត់ឡើងដែលម៉ូតូបានបត់ត្រឡប់ក្រោយហើយចូលឡានស្របពេលឡាននោះគាត់បើកបរស្របតាមទិសដៅរបស់ខ្លួនចានេះជាសំណួរដែលចោទសួរពីប្រជាពលរដ្ឋថាតើផ្លូវច្បាប់ត្រូវដោះស្រាយយ៉ាងណាដែរចាចំណុចនេះបើសិនជាយើងពិនិត្យទៅតាមបញ្ញត្តិមាត្រា25កថាខណ្ឌ3នៃច្បាប់ចរាចរណ៍ផ្លូវគោកក៏បានបញ្ញត្តិផងដែរថាអ្នកបើកបរដែលមានបំណងត្រឡប់ក្រោយចាឬថយក្រោយត្រូវជឿជាក់ថាទង្វើរបស់គាត់នឹងមិនធ្វើឲ្យមានការរំខានខ្លាំងឬក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀតឡើយចាចំណុចទី2ចំពោះការបើកបរថយក្រោយអ្នកបើកបរត្រូវតែប្រុងប្រយ័ត្ននិងពិនិត្យមើលចលនាចរាចរណ៍ខាងក្រោយយានយន្តគ្រប់វិនាទីពិសេសមុននិងក្រោយត្រូវប្រុងប្រយ័ត្នឲ្យបានសពគ្រោងជ្រោយថាតើមានកុមារទូចឬក៏សត្វទូចនៅខាងក្រោយដែរឬទេចាប៉ុន្តែហាមឃាត់ដាច់ខាតនៅការបត់ត្រឡប់ក្រោយស្ថិតនៅក្នុងករណីដូចខាងក្រោមចាមានករណី5ចាដែលត្រូវបានហាមឃាត់ផងដែរទី1នៅចិត្តផ្លូវប្រសពឬក៏នៅចិត្តផ្លូវរថភ្លើងឆ្លងកាត់ទី2នៅផ្លូវកោងដែលអ្នកបើកបរមិនអាចមើលឃើញយានយន្តផ្សេងទៀតបានក្នុងចម្ងាយ150ម៉ែត្រទី3នៅចិត្តកំពូលភ្នំខ្ពស់និងនៅពេលចុះពីកំពូលភ្នំខ្ពស់ទី4នៅកន្លែងដែលមានសញ្ញាហាមបត់ត្រឡប់ក្រោយចាទី5នៅលើផ្លូវឯកទេសជាដើមចាវិធានខាងលើនេះត្រូវបានលើកលែងនៅពេលដែលមានសញ្ញាបញ្ជារបស់នគរបាលចរាចរណ៍ផ្លូវគោកឬក៏គំនូសសញ្ញាចរាចរណ៍ផ្លូវគោកនៅលើដងផ្លូវចាស្របតាមអង្គច្បាប់ខាងលើយើងឃើញថាជនបង្កបានបំពានកាតព្វកិច្ចចរាចរណ៍ដោយធ្វើការបត់ត្រឡប់ក្រោយដោយមិនមើលឆ្វេងស្ដាំនិងបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃទៀតដូចនេះជនបង្កចាគាត់នឹងអាចត្រូវផ្ដន្ទាទោសពិន័យអន្តរការនិងសងការខូចខាតប្រសិនបើមានការខូចខាតទៅលើទ្រព្យសម្បត្តិរបស់អ្នកដទៃផងដែរចាយ៉ាងណាមិញប្រសិនបើជនបង្កខាងលើបានបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះជនបង្កប្រឈមមុខនឹងការដន្ទាទោសដាក់ពន្ធនាគាររយៈពេលពី6ខែទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី2លានរៀលទៅ10លានរៀលផងដែរហើយនឹងត្រូវសំណងទៅលើការខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃផងដែរចាប្រជាពលរដ្ឋយើងឆ្ងល់ទៀតហើយថាចុះបើសិនជាករណីកើតឡើងខាងលើម្ចាស់ឡានតើគាត់ត្រូវប្រឈមមុខទៅនឹងផ្លូវច្បាប់យ៉ាងណាដែរចាក្នុងចំណុចនេះយើងពិចារណាទៅលើការបើកបររបស់ម្ចាស់រថយន្តសិនថាតើការបើកបររបស់គាត់នឹងមានការធ្វេសប្រហែសខ្ជាឬក៏បំពានកាតព្វកិច្ចណាមួយនៃច្បាប់ចរាចរណ៍ដែរឬទេដូចជាគាត់បើកបរមានលើសល្បឿនកំណត់អត់ការប្រើប្រាស់ទូរស័ព្ទពេលកំពុងតែបើកបរឬទេមិនរក្សាគម្លាតសុវត្ថិភាពឬក៏បំពានកាតព្វកិច្ចផ្សេងទៀតដែលបានកំណត់នៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកឬអត់ចាអញ្ចឹងប្រសិនបើការបើកបររបស់គាត់មានការប្រុងប្រយ័ត្នត្រឹមត្រូវនិងគោរពកាតព្វកិច្ចស្របតាមបញ្ញត្តិនៃច្បាប់ចរាចរណ៍ផ្លូវគោករួចហើយនោះគាត់នឹងមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌនោះទេដូច្នេះដើម្បីរក្សានៅសណ្ដាប់ធ្នាប់សុវត្ថិភាពនិងភាពថ្លៃថ្នូរនៃសង្គមសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់មេត្តាធ្វើដំណើរតាមទិសកំណត់គោរពស្លាកសញ្ញានិងច្បាប់ចរាចរណ៍តាមការណែនាំរបស់សមត្ថកិច្ចទាំងអស់គ្នាចាសសូមអរគុណច្រើន